នៅព្រឹកមួយដ៏ស្ងប់ស្ងាត់នៅបឹងទន្លេសាបក្មេងស្រីឈ្មោះស្រីលៀកជួយតាវ៉ាន់រៀបចំទូកនេសាទនាងស្រឡាញ់ធម្មជាតិនិងចូលចិត្តស្វែងរកអ្វីថ្មីៗថ្ងៃនោះមើលទៅដូចជាថ្ងៃធម្មតាប៉ុន្តែវាកំពុងនាំមកនូវអ្វីដ៏អស្ចារ្យស្រីលៀកបានឃើញផ្កាឈូកមួយបញ្ចេញពន្លឺមាសភ្លឺចែងចាំងនាងភ្ញាក់ផ្អើលនិងយកវាឡើងយ៉ាងប្រុងប្រយ័ត្នបេះដូងនាងមានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែកពន្លឺមាសបានផ្លាស់ប្ដូរទៅជាវិញ្ញាណផ្កាឈូកដ៏ស្រស់ស្អាតវាប្រាប់ថាផ្កានេះអាចបំពេញបំណងបានប៉ុន្តែសម្រាប់ចិត្តល្អប៉ុណ្ណោះស្រីលៀកស្ដាប់ដោយការគោរពស្រីលៀកមិនសុំអ្វីសម្រាប់ខ្លួននាងទេនាងសុំឲ្យម៉ងតាវ៉ាន់ដែលខូចត្រូវបានជួសជុលវិញភ្លាមពន្លឺមាសបានធ្វើឲ្យម៉ងល្អដូចដើមវិញព័ត៌មានអំពីផ្កាមុនអាគាមបានរីករាលដាលពេញភូមិតារានិងអ្នកភូមិចង់បានបំណងសម្រាប់ខ្លួនឯងបរិយាកាសคล้ายជាវឹកវរអ្នកភូមិចាប់ផ្ដើមសុំមាសនិងទ្រព្យសម្បត្តិពន្លឺផ្កាឈូកចាប់ផ្ដើមស្រកបន្តិចម្ដងហើយកំពុងបាត់បង់ថាមពលវិញ្ញាណផ្កាឈូកប្រាប់ថាចិត្តលុបលន់ធ្វើឲ្យវាអស់កម្លាំងស្រីលៀកមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងនាងចង់ជួយសង្គ្រោះទេវតានេះវិញស្រីលៀកសុំបំណងចុងក្រោយមិនមែនសម្រាប់នាងទេនាងសុំឲ្យភូមិមានសុភមង្គលនិងសាមគ្គីភាពបេះដូងល្អបានពន្លឺឡើងវិញពន្លឺមាសបានត្រឡប់មកវិញយ៉ាងភ្លឺចែងចាំងអ្នកភូមិបានយល់ថាការចែករំលែកសំខាន់ជាងទ្រព្យសម្បត្តិសេចក្តីសុខពិតបានកើតឡើងក្នុងចិត្តពួកគេចាប់តាំងពីថ្ងៃនោះភូមិคล้ายជាកន្លែងពោពេញដោយមេត្តាស្រីលៀកបានរៀនថាក្តីល្អតូចអាចផ្លាស់ប្ដូរពិភពលោកបានផ្កាឈូកមាសនៅតែភ្លឺដើម្បីរំលឹកពីចិត្តល្អ